នៅក្នុងភូមិនេះពិតជាសរសើរលោកពូហើយអ្នកមិញមួយគ្រួសារនេះខ្លាំងមែនទែនដោយសារតែគាត់ពូកែក្នុងការមើលផែនគូបាផែនគូចិញ្ចឹមសាច់ផែនគូអ្វីផ្សេងៗគឺគាត់ចេះតែមើលមិនធំពីការរកស៊ីអីផ្សេងៗទេគឺបើជាពិសេសគឺក្នុងការរកស៊ីចិញ្ចឹមគោនេះជាពិសេសគឺគាត់ពិតជាពូកែហើយនេះសិតសឹងតែជាគោដែលគាត់ទៅដើររើសទិញដោយខ្លួនឯងផ្ទាល់គឺគាត់មានតិចនិចនៅក្នុងការមើលគោខ្លាំងមែនទែន នេះលូតលឿន ហើយគោនេះផែនបើនិយាយពីផែនវិញគឺជាផែនគោបាទាំងអស់តែម្ដងគឺអត់ទាន់កាច់មិញទេសិតតែគោខ្ចីៗទាំងអស់ហើយបើនិយាយពីកម្ពស់កម្ពស់អីវិញគឺពិតជាខ្ពស់ខ្លាំងមែនតើចូល1ម៉ែត្រ1ម៉ែត្រ60ហើយបងប្អូនទាំងអស់គ្នាបើសិនជាអនាគតទៅវាអាចខ្ពស់ជាងនឹងទៀតអញ្ចឹងណាហើយពិតជារូបរាងឆោមអីគឺពិតជាឆាតឆាយមែនតើហើយក៏សរសើរដល់គាត់ពូកែរកគោហើយប្រពន្ធរបស់គាត់ក៏ពូកែក្នុងការមើលថែទាំគោដែរពេលដែលគាត់ទៅធ្វើការនៅខាងក្រៅអញ្ចឹងហើយគោនេះបើសិនជាបើតាមការបញ្ជាក់ពីគាត់ផ្ទាល់មិនតែម្ដងគឺគាត់យកមកក្នុងតម្លៃមួយដែលសមរម្យហើយពេលដែលគាត់យកមកថែបានប្រហែលជាមួយខែទៅ2ខែគាត់អាចលក់ចំណេញវិញបានចូល1លានទៅ2លានហើយណោះបងប្អូនទាំងអស់គ្នាអញ្ចឹងគឺពិតជាល្អខ្លាំងមែនតើទៅលើរបរចិញ្ចឹមគោលក់សាច់បែបនេះហើយខែតគោនេះគឺមិនចេះតូចទេគឺសាច់ញាត់ណែនខ្លាំងតែម្ដងពីមុនផ្ទះរបស់គាត់គឺចិញ្ចឹមច្រើនគោបាផែតពុកធំចេះហើយគោនេះគឺបើសិនជាយើងយកទៅធ្វើជាបាក៏បានដែរបងប្អូនទាំងអស់គ្នាប៉ុន្តែពេលច្រើនគាត់ថាលក់ឲ្យដង្ខៅប៉ុន្តែដង្ខៅខ្លះគេថាយកទៅកាត់សាច់ដង្ខៅខ្លះគេថាយកទៅធ្វើបាយអញ្ចឹងទៅហើយពិតជាសរសើរលោកពូអ្នកវិញមែនតើនៅក្នុងការចិញ្ចឹមគោលក់នេះបងប្អូនទាំងអស់គ្នាខ្ញុំទៅមុខអីអាចនឹងមានគោបំណងចង់ចិញ្ចឹមគោដូចជាគាត់ដែរអញ្ចឹងឯងគីឡូចំណេញហើយបានការងារនៅផ្ទះមួយដ៏ស្រួលដែរអញ្ចឹងបងប្អូន ប៉ុណ្ណានៃពេជ្រក្បាលអត់ទេនេះលូតលឿនណានៅអត់តនេះកំថ្ងៃទីម៉ានទៀតនេះប៉ុណ្ណានៃពេជ្រក្បាលអត់ទេនេះលូតលឿនណា
ប៉ុណ្ណានៃពេជ្រក្បាលអត់ទេនេះលូតលឿនណា